ទូរទស្សនិកជនបន្តទៅមើលពីការបញ្ជាក់របស់អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបបានឲ្យដឹងថាសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេហៅថា server សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលជប៉ុនផ្ដល់នោះគឺនឹងមានទំហំធំជាងមុននិងបច្ចេកវិទ្យាការរីកចម្រើនជាងមុនហើយបើមានបញ្ហាយ៉ាងណានោះក៏កោជបនៅតែគ្រប់គ្រងស្ថានភាពបានដោយសារច្បាប់ដើមត្រូវរក្សាទុកនៅក្នុងអង្គចងចាំប្រកបដោយសុវត្ថិភាពឯកឧត្តមហងពុទ្ធាអ្នកនាំពាក្យកោជបបានឲ្យដឹងថាជប៉ុនតែងតែយកចិត្តទុកដាក់នៅក្នុងការរួមសហការជាមួយកោជបក្នុងការផ្ដល់ជាបច្ចេកទេសនិងសម្ភារៈដើម្បីធានាថាការបោះឆ្នោតនៅកម្ពុជាមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌នៅក្នុងនោះអង្គចងចាំដែលជប៉ុនផ្ដល់ឲ្យមកកម្ពុជាគឺជាការបន្តនិរន្តរភាពនៃការរៀបចំបញ្ជីបោះឆ្នោតឲ្យកាន់តែប្រសើរដោយសារអង្គចងចាំដែលជប៉ុនផ្ដល់ឲ្យតាំងពីឆ្នាំ2016គឺផុតការធានារ៉ាប់រងទោះបីជាប្រើការបានក៏ដោយហើយការបន្តជួយរបស់ជប៉ុនមានទំហំធំជាងមុននិងបច្ចេកវិទ្យាក៏មានការរីកចម្រើនជាងមុនឯកឧត្តមបញ្ជាក់ថាការប្រើប្រាស់អង្គចងចាំរក្សាទុកប្រកបដោយសុវត្ថិភាពហើយកូពីស្ថានភាពដដែលនេះយកមកប្រើប្រាស់ខាងក្រៅហើយបើមានការ hack យ៉ាងណានោះក៏កោជបនៅតែគ្រប់គ្រងស្ថានភាពបានដោយសារតែច្បាប់ដើមត្រូវរក្សាទុកនៅក្នុងអង្គចងចាំប្រកបដោយសុវត្ថិភាពជប៉ុនតែងតែយកចិត្តទុកដាក់ក្នុងការរួមសហការជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការផ្ដល់ជាបច្ចេកទេសនិងសម្ភារៈដើម្បីធានាថាការបោះឆ្នោតនៅកម្ពុជានេះមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ក្នុងនោះអង្គចងចាំដែលកោជបបានផ្ដល់ឲ្យមកកម្ពុជា គឺជាការបន្តនិរន្តរភាពនៃការរៀបចំបញ្ជីបោះឆ្នោតឲ្យកាន់តែល្អប្រសើរដោយសារអង្គចងចាំដែលជប៉ុនបានផ្ដល់តាំងពីឆ្នាំ2016មកគឺជាអង្គចងចាំដែលផុត warranty ផុតការធានារ៉ាប់រងទោះបីជានៅប្រើការបានក៏ដោយក្នុងនោះការជួយបន្តរបស់ជប៉ុនគឺមានទំហំធំជាងមុនហើយបច្ចេកវិទ្យាក៏មានការរីកចម្រើនជាងមុនជាការពិតក៏ជបទទួលបន្ទុកក្នុងការចាត់ចែងរៀបចំការបោះឆ្នោតអញ្ចឹងការប្រើប្រាស់អង្គចងចាំទី1គឺរក្សាទុកប្រកបដោយសុវត្ថិភាពហើយទី2គឺកូពីស្ថានភាពដដែលនេះយកមកប្រើប្រាស់ខាងក្រៅអញ្ចឹងបើមានការ hack យ៉ាងណានោះក៏កោជបនៅតែគ្រប់គ្រងស្ថានភាពបានដោយសារច្បាប់ដើមគឺបានរក្សាទុកនៅក្នុងអង្គចងចាំប្រកបដោយសុវត្ថិភាពសូមជម្រាបជូនដែរថានៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ servers សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានិងឯកឧត្តមប្រាជ្ញច័ន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅទីស្តីការកោជប